បងប្អូនមានអារម្មណ៍មិននៅពេលដែលបងប្អូនមានប្តីហើយប្តីរបស់បងប្អូនហ្នឹងអត់ត្រូវជាមួយនឹងសាច់ញាតិខ្លួនឯងអត់និយាយរកឪពុកម្ដាយទេស្ថានភាពបែបហ្នឹងបងប្អូនអាចទ្រាំទ្ររស់នៅជាមួយប្តីបែបហ្នឹងបានដែរប្តីដែលមានចរិតថាខ្លួនឯងអស់ចាមោទនភាពចេះដឹងមានចំណេះដឹងជ្រៅជ្រះហើយអត់ឲ្យតម្លៃគ្រួសារខ្លួនឯងទេអត់ឲ្យតម្លៃឪពុកម្ដាយខ្លួនឯងទេសួរថាអាចរស់នៅជាមួយមនុស្សប្រភេទហ្នឹងបានទេទោះបីឪពុកម្ដាយគាត់ឈួតគាត់ជាគាត់កោងគាត់កាចខ្លាមដែលស៊ីកូនខ្លួនឯងទេហើយឪពុកម្ដាយមានតែមួយយើងអត់អាចមានម៉ែពីរអត់អាចមានឪពុកពីរអីទេឪពុកម្ដាយពិតប្រាកដរបស់យើងគឺមានតែមួយតែប្តីអាចយក2យក3ទៀតក៏បានដែរកន្លែងហ្នឹងបងប្អូនដែលជាកូនស្រីគិតសាកមើលទៅកូនទាំងឡាយណាដែលគោរពដឹងគុណឪពុកម្ដាយរកស៊ីឬមួយក៏ប្រកបរបរអ្វីតែងតែចម្រុងចម្រើនមានបានជានិច្ចបើធ្លាក់ក៏វាមិនធ្លាក់យូរដែរវាអត់សយុទ្ធទេពាក្យហ្នឹងពាក្យពុតអវាទអញ្ចឹងខ្ញុំនិយាយពីជីវិតគ្រួសារមួយដែលគាត់ចាប់ដៃគ្នាមកគឺជាគ្រួសារអ្នកធូធាដែរចាត់ទុកថាអ្នកមានដែរក្រោយពីចាប់ដៃគ្នាបានមករយៈប្តីក៏មានទំនាស់ជាមួយនឹងឪពុកម្ដាយក្មេកដោយប្តីគេប្រកាន់ខឹងនឹងការណែនាំស្ដីថារបស់ឪពុកម្ដាយ